លោកលៀនចិត្តមកដល់ហើយខ្ញុំមកទីនេះដើម្បីទទួលគាត់ជាមួយអ្នកលោកលៀនឲ្យតម្លៃបំផុតលើបរិយាកាសគ្រួសារតើបន្ទុកទាំងពីរនោះត្រូវបានដោះស្រាយហើយនៅកុំបារម្ភអីពួកគេនៅក្នុងបន្ទប់ស្តុកទុកហើយអរគុណដែលបានជួយនិយាយល្អឲ្យខ្ញុំលោកឈិនជុនស៊ឺមែនទេតើមនុស្សចាស់ដ៏សំខាន់ដែលខ្ញុំត្រូវជួបនោះនៅណាជំរាបសួរលោកលៀនខ្ញុំជាលេខារបស់ជុនស៊ឺឈ្មោះកៅម៉ាន់មនុស្សចាស់ដែលលោកបានលើកឡើងគឺជាម្ដាយរបស់ជុនស៊ឺអ្នកស្រីម៉ាមែនទេគាត់កំពុងរងចាំលោកនៅផ្ទះប្រធានបានផ្ដាំជាពិសេសថាគាត់នឹងបង្ហាញខ្លួននៅផ្ទះត្រកូលឈិននៅថ្ងៃនេះស្ត្រីចំណាស់ដែលមើលងាយគេនៅចំពោះមុខខ្ញុំនេះមិនមានអាកប្បកិរិយាស្ងប់ស្ងាត់ដូចប្រធានតតែសោះអ្នកគឺជាអ្នកស្រីម៉ាមែនទេចាស់លោកលីនសូមអញ្ជើញអង្គុយជុនស៊ឺជាក្មេងខំធ្វើការទៅថ្ងៃមុខសូមលោកលីនជួយមើលថែគាត់ផងលោកឈិនចុះភរិយារបស់លោកនៅណាហេតុអ្វីខ្ញុំមិនឃើញនាងអូភរិយាខ្ញុំមិនសូវស្រួលខ្លួននាងកំពុងសម្រាកនៅក្នុងបន្ទប់លោកលីនយើងនិយាយរឿងកិច្ចសន្យាមុនសិនទៅនេះគឺជាបុរសដែលខ្ញុំស្រឡាញ់អស់រយៈពេល3ឆ្នាំដើម្បីផលប្រយោជន៍គាត់បានបង្ខាំខ្ញុំដែលជាភរិយាស្របច្បាប់នៅក្នុងបន្ទប់ស្តុកទុកហើយបណ្ដោយឲ្យស្រីផ្សេងដើរតួជាម្ចាស់ផ្ទះនៅខាងក្រៅម៉ាក់បានអត់ធ្មត់អស់8ឆ្នាំគ្រាន់តែចង់ឲ្យកូនស្រីមានជីវិតរស់នៅធម្មតានិងសុខសាន្តការរស់នៅបែបសាមញ្ញបែបជាខ្លាចជាអាវុធឲ្យអ្នកដទៃធ្វើបាបគុំទៅវិញឈៀងកុំយំអីម៉ាក់នៅទីនេះហើយបើអញ្ចឹងមែននេះគឺជាលិខិតបំណងសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់គម្រោងសឹងស៊ីឲ្យតែចុះហត្ថលេខាទឹកប្រាក់50លានដំបូងនឹងត្រូវផ្ទេរចូលកាន់នីក្រុមហ៊ុនអ្នកនៅថ្ងៃស្អែកស៊ូយូឈៀងអ្នកណាឲ្យនាងចេញមកកុំមកធ្វើឲ្យខ្មាស់គេនៅទីនេះប្រញាប់ចូលទៅវិញទៅឈប់ភ្លាមលោកលៀនកុំថឹងអីនេះគឺជាម្ដាយរបស់អតីតប្រពន្ធជុនស៊ឺគាត់ជាអ្នកលក់នំបញ្ចុកតាមចិញ្ចើមថ្នល់ម្ដាយកូនពីរនាក់នេះតែងតែមកតាមរំខានជុនស៊ឺសុំលុយថ្ងៃនេះដឹងថាលោកមកច្បាស់ជាចង់មកជំរិតទាលុយហើយអតីតប្រពន្ធឈិនជុនស៊ឺអ្នកនឹងស៊ូយូឈៀងលែងលះគ្នាហើយមែនទេលោកលៀនតាមពិតទៅខ្ញុំកំពុងរៀបចំលែងលះជាមួយនាងប្រវត្តិគ្រួសារកម្រិតទាបបែបនេះមិនស័ក្តិសមជាមួយខ្ញុំនាពេលបច្ចុប្បន្នទេខ្ញុំនឹងម៉ាន់ទៅជាសេចក្តីស្រឡាញ់ពិតទំនាក់ទំនងរបស់ម៉ាន់អាចជួយឲ្យអាជីពខ្ញុំរីកចម្រើនបាននាងសើចស្អីមនុស្សលក់នំបញ្ចុកដូចនាងហ៊ានមកសើចនៅទីនេះផងពួកគេហ៊ានបង្ខាំងប្រធានក្រុមហ៊ុនសឹងស៊ីនៅក្នុងបន្ទប់ស្តុកទុកហើយថែមទាំងជាប្រមាថទៀតនេះពិតជាចង់មកមែនឈិនជុនស៊ឺអ្នកទើបតែនិយាយថាកិច្ចសហប្រតិបត្តិការលើកនេះគឺពឹងផ្អែកលើកៅម៉ាន់ទាំងអស់មែនទេបាទលោកលីនឬមួយក៏ម៉ាន់មិនបាននិយាយជាមួយលោកទុកជាមុនទេលោកស្រីគូសុំទោសផងគឺមកពីខ្ញុំមានភ្នែកតែមើលមិនស្គាល់មនុស្សទើបមកយឺតបែបនេះដាវ៉ៃឥឡូវនេះភ្នែកមើលមនុស្សរបស់អ្នកកាន់តែអន់ទៅហើយលោកស្រីគូខ្ញុំល្ងងខ្លៅណាស់ខ្ញុំមិនដឹងថាកញ្ញាស៊ូជាកូនស្រីរបស់អ្នកទេហើយកាន់តែនឹកស្មានមិនដល់ថាមនុស្សមួយក្រុមនេះហ៊ានធ្វើបាបអ្នកនិងកញ្ញាបែបលោកលីនលោកច្រឡំមនុស្សហើយមែនទេនាងច្បាស់ជាអ្នកលក់នំបញ្ចុកធម្មតាម្នាក់សោះបើគាត់ជាសេដ្ឋីពិតមែនហេតុអ្វីមកលក់នំបញ្ចុកអស់រយៈពេល3ឆ្នាំអញជាស្អីទៅលោកស្រីគូលាក់ខ្លួនរស់នៅបែបសាមញ្ញគឺដើម្បីហ្វឹកហាត់ចិត្តគំនិតប៉ុណ្ណោះក្រុមហ៊ុនអញអាចទទួលបានឈ្មោះក្នុងបញ្ជីគម្រោងសឹងស៊ីគឺដោយសារលោកស្រីគូយកដល់មុខមកកញ្ញាស៊ូផ្ទុយទៅវិញអញបែរជាយកគុណសម្បត្តិទៅឲ្យលេខាដែលពូកែខាងបញ្ចូលម្នាក់នេះទៅវិញខ្ញុំមិនបានខ្ញុំគ្រាន់តែពិតមាត់កៅម៉ាន់អ្នកត្រូវបានបណ្ដេញចេញភ្លាមចាប់ពីពេលនេះទៅនឹងមិនមានក្រុមហ៊ុនណាមួយក្នុងទីក្រុងនេះទទួលយកអ្នកឲ្យចូលធ្វើការឡើយទោះបីជាសេដ្ឋីពិតមែនក៏ស៊ូយូឈីងរស់នៅស៊ីចុកជាមួយគ្រួសារយើងអស់រយៈពេល3ឆ្នាំដែរស៊ីរបស់ពួកយើងរស់នៅផ្ទះរបស់ពួកយើងស៊ីរបស់ពួកអ្នករស់នៅផ្ទះរបស់ពួកអ្នកមែនទេម៉ាគុយហួរផ្ទះមួយខ្នងនេះប្រាក់កក់2លានគឺ1លាន5សែនជាលុយរបស់ខ្ញុំការងារផ្ទះ3ឆ្នាំគឺខ្ញុំជាអ្នករ៉ាប់រងទាំងអស់ប្រាក់ដើមទុនរកស៊ីរបស់ឈិនជុនស៊ឺគឺជាលុយសន្សំពេញមួយជីវិតរបស់ម៉ាក់ខ្ញុំគ្រួសារឈិនក្រៅពីការកេងប្រវ័ញ្ចនិងការជេរប្រមាថមិនចេះចប់តើធ្លាប់ផ្ដល់ភាពកក់ក្ដៅឲ្យខ្ញុំខ្លះទេឈីង3ឆ្នាំនេះកូនពិបាកហើយគឺមកពីម៉ាក់គិតមិនបានដិតដល់ម៉ាក់ចង់ឲ្យកូនមានសុខភាពដូចមនុស្សធម្មតាតែភ្លេចថាមានមនុស្សខ្លះមានចរិតលោកលន់តាំងពីកំណើតឈិនជុនស៊ឺអំបញ្ញមិញឯងនិយាយថាចង់លែងលះជាមួយយូឈីងមែនទេយូឈីងខ្ញុំដឹងខុសហើយគឺខ្ញុំត្រូវបានកៅម៉ាន់បបបញ្ឆោតយកដល់ចំណងអាពាហ៍ពិពាហ៍3ឆ្នាំរបស់យើងសូមអភ័យទោសឲ្យខ្ញុំម្ដងនេះចុះទៅថ្ងៃមុខខ្ញុំនឹងមើលថែអ្នកនិងម៉ាក់ឲ្យបានល្អបំផុតអ្នកណាជាម៉ាក់ឯងលីនដាវ៉ៃពាក់ទងទៅម្ចាស់ភាគហ៊ុនធំទាំងអស់នៃក្រុមហ៊ុនឈិនជុនស៊ឺជាបន្ទាន់ដល់ការគ្រប់គ្រងមូលនិធិទាំងអស់ជាអចិន្ត្រៃយ៍ទ្រព្យសម្បត្តិទាំងនេះកូនស្រីខ្ញុំជាអ្នកចេញលុយភាគច្រើនតាក់ទាញទៅដុល្លារការសូមរក្សាការពារទ្រព្យសម្បត្តិជាបន្ទាន់ដេញមនុស្សគ្រួសារឈិនទាំងអស់ចេញឲ្យអស់មិនអាចទេស៊ូយូឈីងមានជាកូនប្រសារមិនដឹងគុណនាងមិនអាចធ្វើបែបនេះដាក់ពួកយើងទេយូឈីងអ្នកមិនអាចទៅចោលខ្ញុំបានទេរយៈពេល3ឆ្នាំរបស់យើងខ្ញុំទទួលស្គាល់ថាពីមុនខ្ញុំមើលរំលងអ្នកគឺដោយសារសម្ពាធក្រុមហ៊ុនខ្លាំងពេកទៅពង្វេងមួយពេលតើអ្នកនៅចាំទេពេលខ្ញុំជឿសម្រាប់ពេទ្យអ្នកមិនបានដេកពួនមើលថែខ្ញុំ3យប់3ថ្ងៃក្នុងចិត្តអ្នកនៅមានរូបខ្ញុំមែនទេជួយនិយាយជាមួយលោកស្រីគូកុំឲ្យដកការវិនិយោគអីខ្ញុំសន្យាថាមួយជីវិតនេះនឹងល្អចំពោះអ្នកតែម្នាក់គត់ឈិនជុនស៊ឺឈប់និយាយពាក្យភូតភរទាំងនោះទៅតើឯងរកស៊ីបរាជ័យឯងបានមករត់ជង្គង់នៅមុខពុកម៉ាក់ខ្ញុំសន្យាថានឹងមើលថែខ្ញុំឲ្យបានល្អអស់មួយជីវិតទើបធ្វើឲ្យឯងខ្ចីលុយជាង1សែនដែលជាលុយញើសឈាមរបស់គាត់បានឥឡូវនេះគ្រាន់តែមានបានបន្តិចបន្តួចបែរជាមើលងាយសំបីតែត្រួតដែលម៉ាក់ខ្ញុំរើសឲ្យតើឯងយកស្អីមកគិតថាខ្ញុំនឹងចាញ់បោកពាក្យសម្ដីអត់ប្រយោជន៍របស់ឯងទៀតអ្នករាល់គ្នាប្រញាប់មកមើលចុះកូនស្រីសេដ្ឋីចង់សម្លាប់គ្រួសារប្តីហើយគ្រាន់តែខាងស្រីមានលុយបន្តិចបន្តួចចង់ដេញម្ដាយក្មេកនិងប្តីឲ្យទៅដេកតាមផ្លូវហើយកៅម៉ាន់តើឯងចង់ទៅណាអំបញ្ញមិញមិនមែនឯងតាំងខ្លួនជាអ្នកមានគុណរបស់ឈិនជុនស៊ឺទេអីអួតអាងយកមុខយកមាត់នៅចំពោះមុខលោកលីនខ្លាំងណាស់តាលោកស្រីគូផ្នែកហិរញ្ញវត្ថុរបស់យើងបានរកឃើញថាកៅម៉ាន់បានទេប្រាក់3លានទៅក្រៅប្រទេសកាលពីកន្លះម៉ោងមុនលុយនេះមានប្រភពចេញពីមូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឈិនជុនស៊ឺក្រៅពីនេះនៅក្នុងអ៊ីមែលរបស់នាងមានលិខិតរាយការណ៍អនាមិកដែលបានសរសេររួចរាល់ហើយ